នឹងម្នាក់ហើយអីចង់បាននឹងម្នាក់ទៀតអញតាយកពួកអញទៅនៅជាមួយអញម្ដងម្នាក់ភាសានេះជាផ្ទះចាស់ដែលណែធ្លាប់បានរស់នៅនឹងមែនអូនចាបងគ្រូសាខ្ញុំធ្លាប់រស់នៅទីនេះតាំងពីបងណាអត់ទាន់ចែកឋានទៅមេហេតុការណ៍ចុងឆ្នាំ2021ក៏តាក់ទងនឹងផ្ទះនេះដែរចាបងអូនមានដឹងថាមុននឹងគេក៏កើតក្លឹបហ្នឹងតើទីតាំងហ្នឹងគេធ្លាប់ធ្វើអីពីមុនមកមានដែរដឹងទេចឹងនៅក្នុងឆ្នាំ2005ហ្នឹងខ្ញុំដឹងថាព្រីនៅលើដីហ្នឹងគឺសាហាវខ្លាំងណាស់បងអញ្ចឹងខ្ញុំបានស៊ើបសួរទៅខាងប៉ាម៉ាក់របស់ខ្ញុំអំពីបញ្ហាដែលធ្លាប់កើតឡើងនៅលើដីហ្នឹងក្នុងកំឡុងពេលដែលពួកគាត់បើកជាហូតែលហ្នឹងបងតបមកក៏ព្រីនឹងបានចូលខ្លួនបងស្រីហ្នឹងគាត់ឡើងលើដើមអំបិលទឹកប្រាំងហ្នឹងចងកស្លាប់ខ្លួនតែម្ដងមកគោរពអញហើយចង់សង្កត់អញទៀតដោយសារតែមានរឿងរ៉ាវជាច្រើនឡើងកើតនៅក្នុងលើដីហ្នឹងដែលខ្ញុំអត់ទាន់បានរៀបរាប់ជូនខាងបងយើងសួរអញច្រើនដងហើយតាតែឯងចង់បានស្អីប៉ុន្តែម៉ែយល់សពឃើញកូនតែចោលម៉ែខំហៅកូនមិនក៏កូនអត់ភ័ព្វពាក្យមកម៉ែដែរម៉ែខ្លាចអារម្មណ៍មួយនឹងខ្លាំងហើយម៉ែខ្លាចបាត់បង់កូនម៉ែឈប់អារម្មណ៍ណាកូនអត់ទៅណាចោលម៉ែកូនសន្យាថានឹងមើលថែម៉ែដល់ចាស់កោងខ្នងជាពិសេសកូននឹងគេកាយភ្លើងម៉ែរាល់យប់ជ្រៀងឲ្យម៉ែស្ដាប់រាល់ថ្ងៃណាម៉ែ